ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបានអានសៀវភៅនេះចប់បងប្អូននឹងមកទស្សនាតំបន់រមណីយដ្ឋានអង្គរនិងទទួលបានបទពិសោធន៍ថ្មីមួយកម្រិតទៀតព្រោះនៅក្នុងសៀវភៅនេះបាននាំបងប្អូនទាំងអស់គ្នាទៅដឹងសាច់រឿងលើសអំពីចម្លាក់ដែលមាននៅលើថ្មហ្នឹងព្រោះថ្មអាចនិយាយឲ្យបងប្អូនទាំងអស់គ្នាប្រាប់ដល់សាច់រឿងជាច្រើនមិនមែនមកតាមរយៈការលើដោយត្រចៀកប៉ុន្តែមកតាមរយៈអារម្មណ៍ព្រោះតួនាទីធម្មជាតិតួនាទីដើមឈើតួនាទីទឹកគឺពិតជាបានរួមចំណែកយ៉ាងច្រើននៅក្នុងការជួយទ្រទ្រង់ប្រាសាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមានសៀវភៅមួយក្បាលដែលចង់ណែនាំទៅកាន់បងប្អូនទាំងអស់គ្នាសៀវភៅនេះមានចំណងជើងថាលើសពីអង្គរដែលជាការរៀបរៀងឡើងរបស់សារព័ត៌មានថ្មីហើយសៀវភៅនេះគឺពិតជាល្អខ្លាំងមែនទែនខ្ញុំពិតជាណែនាំបងប្អូនទាំងអស់គ្នាឲ្យបានសាកល្បងទិញយកទៅអានដែលចំណងជើងគេដាក់ខាងលើលើសពីអង្គរនេះហើយក្របខាងនេះគេមានជាចម្លាក់នៅប្រាសាទបាយ័នដែលនិយាយអំពីជីវភាពរបស់ប្រជាជនខ្មែរយើងនៅសម័យបុរាណហើយខាងក្រោមនេះមានសរសេរដាក់ថាតាំងប្រាសាទព្រៃឈើគមនាគមន៍និងវប្បធម៌ពីបុរាណរហូតដល់បច្ចុប្បន្នសៀវភៅនេះមានមាតិកាធំចំនួន4ឬក៏យើងអាចនិយាយថាមាន4ជំពូកធំដែលជំពូកទី1ហ្នឹងគឺនិយាយអំពីព្រៃឈើទឹកហើយនិងប្រាសាទហើយជំពូកទី2និយាយអំពីព្រៃជីកនិងផ្លូវបុរាណហើយជំពូកទី3និយាយអំពីជំនឿអ្នកស្រុកអង្គរហើយជំពូកទី4និយាយអំពីគុណតម្លៃអង្គរខ្ញុំអាចធ្វើការសង្ខេបចំណុចគោលខ្លះៗទៅកាន់បងប្អូនទាំងអស់គ្នាប៉ុន្តែมันអាចធ្វើឲ្យបានច្រើនឬក៏អាចនិយាយបានថាទាំងស្រុងនៃសៀវភៅនេះទេហើយនៅក្នុងជំពូក1គឺមាន7ចំណុចតូចទៀតដែលចំណុចទី1និយាយអំពីសៀមរាបអង្គរយើងត្រឡប់ទៅកាន់អតីតកាលពាន់ឆ្នាំនិងបច្ចុប្បន្នកាលដ៏ទំនើបដែលនៅក្នុងចំណុចនេះគឺនិយាយអំពីការបើនិយាយទៅដូចថារបៀបរបបរស់នៅរបស់ខ្មែរយើងតាំងពីសម័យបុរាណសម័យអង្គររហូតមកដល់បច្ចុប្បន្នហើយនៅចំណុចទី2នៅក្នុងជំពូក1នេះនិយាយអំពីហេតុអ្វីប្រាសាទឥដ្ឋអាចឈរបាន1000ឆ្នាំមិនរលំបើនិយាយទៅប្រាសាទដែលនៅតំបន់ហិរិហរឡ័យឬក៏យើងហៅថារលួសបើនិយាយស្រួលស្ដាប់មួយយ៉ាងទៀតនឹងបងប្អូនស្គាល់ច្រើនគឺតំបន់ប្រាសាទបាគងហ្នឹងគឺមានប្រាសាទព្រះគោដែលមកដល់បច្ចុប្បន្នគឺមានអាយុកាល1000ឆ្នាំហើយប្រាសាទហ្នឹងនៅតែឈរនៅតែរឹងមាំហើយប្រាសាទហ្នឹងគឺកសាងអំពីឥដ្ឋមានអ្នកជំនាញមានបុរាណវិទូអីគាត់បានសរសេរនៅក្នុងហ្នឹងគាត់បាននិយាយនៅក្នុងហ្នឹងនិយាយអំពីគុណភាពរបស់ឥដ្ឋនិយាយអំពីរបៀបធ្វើថ្មកំបោរធ្វើអីជាដើមហើយចូលមកដល់ចំណុចទី3នៅក្នុងជំពូក1នេះក៏ជាចំណុចដែលខ្ញុំស្រឡាញ់ដែរពីព្រោះតែនិយាយអំពីដើមឈើនិងប្រាសាទប្រៀបដូចរូបពីរជីវិតមួយស្ដាប់ទៅគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដែលនៅចំណុចនេះគឺនិយាយអំពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើនៅពេលដែលខ្ញុំអាននៅចំណុចទាំងអស់នេះគឺយើងមើលឃើញពីគុណតម្លៃដើមឈើកាន់តែខ្លាំងឡើងប្រកបណាស់ពេលបងប្អូនទាំងអស់គ្នាជិះទៅតំបន់រមណីយដ្ឋានអង្គរគឺមានអារម្មណ៍ថាត្រជាក់ស្រួលខ្លួនព្រោះតែទាំងអស់ហ្នឹងគឺវាជាឥទ្ធិពលវាជាចំហាយរបស់ដើមឈើប៉ុន្តែដល់ពេលដែលអានដល់ចំណុចនេះគឺយើងទទួលបានចំណេះដឹងថ្មីមួយទៀតនៅក្នុងចំណុចនេះមានកន្លែងមួយដែលខ្ញុំចាប់អារម្មណ៍នោះគឺនៅរដូវប្រាំងនៅខេត្តសៀមរាបសីតុណ្ហភាពនៅពេលព្រឹកចន្លោះពី26ទៅ27អង្សាហើយដល់ពេលថ្ងៃរសៀលចន្លោះពីម៉ោង3ទៅម៉ោង4ល្ងាចសីតុណ្ហភាពរបស់ថ្មចន្លោះពី70ទៅ80អង្សាគឺពិតជាក្តៅខ្លាំងមែនទែនថ្មហ្នឹងអញ្ចឹងគម្លាតពី27អង្សាទៅដល់70ឬក៏80អង្សាហ្នឹងគឺវាជាគម្លាតដល់ធំមួយថ្មពិតជាទទួលនៅកម្ដៅខ្លាំងមែនទែនហើយតួនាទីរបស់ដើមឈើហ្នឹងគឺបានបញ្ចេញនៅចំហាយទឹកមកវិញដើម្បីឲ្យកាត់បន្ថយសម្ពាធកាត់បន្ថយកម្ដៅរបស់ព្រះអាទិត្យហើយតួនាទីរបស់ដើមឈើមួយទៀតហ្នឹងគឺជួយរារាំងទប់ខ្យល់ដើម្បីកុំឲ្យមានខ្យល់ខ្លាំងពេលដែលមានខ្យល់ខ្លាំងមកប៉ះប្រាសាទវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រាសាទផងដែរហើយចូលមកដល់ចំណុចទី4នៅក្នុងជំពូក1ដដែលនេះគឺនិយាយអំពីប្រាសាទមេបុណ្យខាងលិចក្រោកឡើងវិញដោយខ្មែរនិងបារាំងប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្ដាលសតវត្សទី11ក្នុងរាជព្រះបាទឧទ័យទិត្យវរ្ម័នទី2ចន្លោះឆ្នាំ1049ដល់1066ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅឆ្នាំ1936គេបានរកឃើញរូបចម្លាក់ព្រះនរាយណ៍ផ្ទុំធ្វើអំពីសំរិទ្ធបងប្អូនទាំងអស់គ្នារូបព្រះនរាយណ៍ឬក៏ព្រះវិស្ណុផ្ទុំនេះឥឡូវនេះកំពុងស្ថិតនៅប្រទេសបារាំងកំពុងធ្វើការជួសជុលឡើងវិញមានប្រវែងវែងហើយធំអញ្ចឹងនៅក្នុងចំណុចនេះក៏និយាយអំពីទឹកបារាយអាចផ្ទុកបានប្រមាណម៉ែត្រគូបបានអីតួនាទីរបស់ប្រាសាទមិនត្រឹមតែជាសំណង់សាសនាតែក៏ជាកន្លែងដែលវាស់ស្ទង់កម្រិតទឹកទាបឬខ្ពស់ខ្លាំងឬខ្សោយអីគឺនៅក្នុងប្រាសាទមេបុណ្យខាងលិចនឹងឯងហើយនៅក្នុងសៀវភៅហ្នឹងក៏បាននិយាយអំពីទឹកក្នុងការកសាងអង្គរដែរបងប្អូនទាំងអស់គ្នាបានឃើញស្រាប់ហើយនៅក្នុងតំបន់និងរមណីយដ្ឋានអង្គរយើងប្រាសាទជាច្រើនគឺមានទឹកព័ទ្ធជុំវិញជាក់ស្ដែងដូចជាប្រាសាទអង្គរវត្ត
ក្រុងអង្គរធំប្រាសាទតាព្រំប្រាសាទប្រខាន់សុទ្ធតែមានគូទឹកឆ្វែលជុំវិញទាំងអស់អញ្ចឹងនៅមានចំណុចតូចៗបន្តមកទៀតនៅក្នុងចម្ពោះមួយហ្នឹងតែខ្ញុំសូមនិយាយទៅកាន់ចម្ពោះ2ទាំងម្ដងចម្ពោះ2និយាយអំពីព្រៃជីកនិងផ្លូវបុរាណបើសិនជាបងប្អូនជាអ្នកដែលរស់នៅក្នុងខេត្តសៀមរាបក្នុងស្រុកសូត្រនិគមច្បាស់ជាស្គាល់ព្រែកមួយដែលមានរឿងដំណាលតគ្នានិយាយថាជាផ្លូវរបស់សំពៅបើកចេញពីភ្នំកូលែនមកទន្លេសាបព្រៃជីកនោះមានឈ្មោះថាព្រៃជីកស្មោចបងប្អូនដែលរស់នៅតំបន់ហ្នឹងគឺបានស្គាល់ច្បាស់ហ្មងជាពិសេសគឺរឿងព្រេងនិទានហ្នឹងតែម្ដងអាចថាជារឿងព្រេងនិទានប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើកំណាយឬក៏បានរកឃើញភស្តុតាងមួយចំនួនដែលបានបញ្ជាក់ថាព្រែកហ្នឹងអាចជីកនៅមុនរាជរបស់ព្រះបាទជ័យវរ្ម័នទី7ទៅទៀតអាចអ្នកនៅចិត្តទន្លេសាបហៅថាព្រែកស្មោចអាចថាមកដល់ខាងលើបន្តិចអ្នកខ្លះហៅថាកន្លងសំពៅអ្នកខ្លះហៅផ្លូវសំពៅវាជាការហៅខុសៗគ្នារបស់អ្នកស្រុកប៉ុន្តែនៅក្នុងន័យតែមួយដូចគ្នានោះគឺផ្លូវនឹងជាផ្លូវរបស់សំពៅហើយនៅក្នុងចម្ពោះ2នេះក៏និយាយអំពីការជញ្ជូនថ្មពីតំបន់ភ្នំកលែនដែលជាការដ្ឋានយកថ្មមកតំបន់រាជធានីអង្គរយើងដែលជាកន្លែងសាងសង់ប្រាសាទផងដែរហើយនៅក្នុងចម្ពោះ2នេះក៏បាននិយាយអំពីបណ្ដាញផ្លូវគមនាគមន៍នៅសម័យចក្រភពខ្មែរផងដែរបណ្ដាញផ្លូវគមនាគមន៍នៅសម័យចក្រភពខ្មែរគឺពិតជាសំខាន់មែនទែនបងប្អូនទាំងអស់គ្នាពីព្រោះតែនៅពេលនោះទឹកដីរបស់ប្រទេសយើងគឺធំអញ្ចឹងផ្លូវដែលសំខាន់ដែលចេញពីក្រុងអង្គររបស់យើងគឺមានច្រើនគួរសមណាស់ដែរតំបន់រមណីយដ្ឋានអង្គរយើងឬក៏ហៅថារាជធានីអង្គរយើងនេះគឺជារដ្ឋបាលកណ្ដាលគឺជាកន្លែងដែលធំជាងគេអញ្ចឹងគឺត្រូវមានផ្លូវគមនាគមន៍សំខាន់ចេញទៅដូចជាប្រាសាទភីម៉ៃចេញទៅដូចជាប្រាសាទព្រះវិហារចេញទៅវត្តភូប្រទេសឡាវសពថ្ងៃហើយចេញមកប្រាសាទសម្បូរព្រៃគុកអញ្ចឹងខ្ញុំចូលមកដល់ចម្ពោះទី3នេះដែលនិយាយអំពីជំនឿអ្នកស្រុកអង្គរជំនឿអ្នកស្រុកអង្គរគឺបានធ្វើឲ្យតំបន់រមណីយដ្ឋានអង្គររបស់យើងនេះគឺមានជីវិតជាក់ស្ដែងដូចជាកម្មវិធីសុំទឹកភ្លៀងកម្មវិធីចាប់ត្រីរួមគ្នាឡើងមាក់ឬឡើងអ្នកតាកម្មវិធីពូនភ្នំស្រូវកម្មវិធីផ្សេងទៀតដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរហ្នឹងគឺបានចូលរួមចំណែកក្នុងការជួយលើកស្ទួយវប្បធម៌អរិយធម៌និងធ្វើឲ្យតំបន់រមណីយដ្ឋានអង្គរនេះមានជីវិតហើយនៅក្នុងចម្ពោះ3ដដែលនេះក៏និយាយអំពីភ្នំកលែនដែរបងប្អូនទាំងអស់គ្នាភ្នំកលែនគឺពិតជាទីតាំងដ៏សំខាន់មួយនៅក្នុងសម័យអង្គរអាចនិយាយថាជាកន្លែងដែលកកើតចក្រភពឬក៏អរិយធម៌អង្គរពីព្រោះតែព្រះបាទជ័យវរ្ម័នទី2ទ្រង់បានធ្វើលទ្ធិទេវរាជឬក៏ពិធីប្រកាសរាជគឺនៅលើភ្នំកលែនហ្នឹងឯងអញ្ចឹងយើងចូលមកដល់ចម្ពោះទី4គឺគុណតម្លៃអង្គរតែដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងខ្ញុំទើបតែអានបាន3ចម្ពោះទេនៅចម្ពោះចុងក្រោយប៉ុន្តែយ៉ាងណាក៏ដោយសភៅនេះគឺពិតជាល្អខ្លាំងមែនទែនហើយអ្វីដែលខ្ញុំនិយាយនេះគឺគិតតែជាការសង្ខេបត្រួសខ្លីមែនទែនចំពោះអត្ថន័យឬក៏ចំណេះដឹងនៅក្នុងសភៅនេះគឺពិតជាទូលំទូលាយវាខ្លាំងមែនទែនអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តហើយខ្ញុំអាចនឹងសម្រង់យកប្រធានបទដែលល្អៗជាច្រើនដែលមាននៅក្នុងសភៅនេះយកមកធ្វើជាវីដេអូដាច់ដោយឡែកដើម្បីចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំម្ដងទៀតបើសិនជាបងប្អូនចូលចិត្តជួយ like ជួយ share ឬក៏ follow page របស់ខ្ញុំម្នាក់មួយផងជម្រាបលា